ធ្លាប់តែថតនៅចំការស្វាយចន្ទទីចំការម្រេចចំការកស៊ូប៉ុន្តែថ្ងៃនេះប្លែកអារម្មណ៍ខ្ញុំនាំបងទៅលេងនៅចំការទូរេនខាងស្រុកមេមត់ខេត្តត្បូងឃ្មុំដោយសារតែឆ្នាំនេះខ្ញុំក៏ជាអ្នកលក់ទូរេនដែរខ្ញុំលក់តាំងពីឆ្នាំទៅបងកាលពីមុនខ្ញុំនៅភ្នំពេញខ្ញុំលក់ទូរេនកពតណាប៉ុន្តែដល់ឥឡូវខ្ញុំត្រឡប់មកនៅស្រុកវិញគឺខ្ញុំយកទូរេននៅក្នុងខេត្តរបស់ខ្ញុំលក់ម្ដងហើយដើមឆ្នាំដើមដៃដំបូងគឺខ្ញុំលក់ចុះលក់រី6បងរី6ហ្នឹងបើនិយាយទៅសាច់វាទន់ដូចប្រភេទអើខាកពតដែរគ្រាន់ថារសជាតិក្លិនអីក៏វាអត់សូវឈ្ងុយដូចអើខាកពតទេវាឆ្ងាញ់មួយបែបមួយយ៉ាងម្នាក់អញ្ចឹងណាសម្រាប់អ្នកដែលគាត់អត់ចេះញ៉ាំសាច់ជ្រាយអត់ណែនាំឲ្យញ៉ាំរី6ទេប៉ុន្តែគ្រាន់ថានៅតំបន់ខ្ញុំនេះគឺរី6ដល់មុនរី6សាច់ទន់ល្មួតសាច់ស្ងួតបើយើងកាត់ចំខែក្តៅមេឃដាច់ទឹកភ្លៀងអីចឹងណាគឺស្ងួតល្មួតឆ្ងាញ់មួយយ៉ាងបែបមួយយ៉ាងម្នាក់ជាមួយនឹងអើខាកពតប៉ុន្តែចូលដល់ម៉ាន់ថងគឺថាម៉ាន់ថងវាយលុកទីផ្សាររី6លែងសូវមានអតិថិជនដែលគាត់ចង់ញ៉ាំអីអញ្ចឹងពេលដែលខ្ញុំលក់រី6ផុតរដូវចូលដល់ម៉ាន់ថងគឺខ្ញុំឈប់លក់រី6ហើយខ្ញុំចូលលក់ម៉ាន់ថងម្ដងយើងហៅម៉ាន់ថងនេះគឺជាប់មាត់មករហូតហើយបងឥឡូវហ្នឹងអត់ទាន់មានឈ្មោះជាក់លាក់ថាគួរតែហៅទូរេនម៉ាន់ថងហ្នឹងហៅថាឈ្មោះអីឲ្យប្រកបចឹងណាព្រោះពេលខ្លះខ្ញុំលក់ខ្ញុំមានអារម្មណ៍ថាអត់ចង់ហៅម៉ាន់ថងទេខ្ញុំហៅសាច់ទឹកដោះគោដល់ពេលបងដែលគាត់ទិញញ៉ាំគាត់អត់ដឹងថាសាច់ទឹកដោះគោនឹងពូជអីគាត់ក៏សួរថាមានម៉ាន់ថងអត់អញ្ចឹងខ្ញុំត្រូវនៅតែហៅម៉ាន់ថងតែដែរហើយនេះជាប្រភេទរី6បងរី6គូតវាស្រួលចេះបងនេះកាឡាវាបលាវារៀងធំអញ្ចឹងណាហើយបន្ទាប់ពីផុតរី6មកគឺខ្ញុំចូលលក់ម៉ាន់ថងនេះខ្ញុំយកจากការរបស់មិត្តភក្តិខ្ញុំមានអ្នកសួរច្រើនមែនតើមានจากការខ្លួនឯងមែនមានจากការខ្លួនឯងមែនតាមពិតខ្ញុំទៅតែចាប់ផ្ដើមដាំទេព្រោះដោយសារតែខ្ញុំអត់មានដីទនេដីจากការខ្ញុំភាគច្រើនខ្ញុំដាំកៅស៊ូអញ្ចឹងខ្ញុំអត់មានដីទនេដែលដាំទូរេនបានណាហើយខ្ញុំដាំដែរដាំបាន4 10 20ដើមអីចឹងទេហើយจากការនេះគឺจากការរបស់មិត្តភក្តិខ្ញុំតែម្ដងខ្ញុំយករបស់គាត់លក់ហើយខ្ញុំមិនមែនយកតែរបស់គាត់ទេមានจากការអ្នកភូមិផ្សេងទៀតដែលគាត់ធ្លាប់កាត់លក់ឲ្យខ្ញុំអញ្ចឹងទៅខ្ញុំយកប៉ុន្តែខ្ញុំធានាជូនថាខ្ញុំលក់តែរបស់ខ្មែរទេបងខ្ញុំអត់យកទូរេននាំចូលមកលក់ទេខ្ញុំលក់តែរបស់ខ្មែរហើយខ្ញុំលក់ក៏អត់មានបខំដែរបងដែលគាត់ទិញបានទិញអត់បានក៏អត់ទៅអត់បញ្ហាទេហើយលក់ក៏អត់លក់ច្រើនណាដាច់ដល់មួយថ្ងៃ3 4 10តោននេះអត់ទេបងលក់តិចចំពោះម៉ួយដែលគាត់ទិញទូរេនពីខ្ញុំយកទៅញ៉ាំណាបើសិនជាករណីខ្ចីឬក៏សាបខ្ញុំដូរជូនហើយទូរេនខ្ញុំអត់មានជ្រលក់ថ្នាំឲ្យទុំឬក៏យកទូរេនខាងក្រៅមកលាយមួយបោះកសិករក្នុងស្រុកអីអត់ទេខ្ញុំទៅយកដល់ចកាខ្ញុំក៏បារម្ភតែខ្លាចថាអ្នកលក់ដែលគាត់ដាក់ឲ្យខ្ញុំនឹងរបស់អត់សុទ្ធមិនបោះខ្មែរអីចឹងណាខ្ញុំលក់តែបោះខ្មែរទេអញ្ចឹងទូរេនខ្មែរមានប៉ុណ្ណាខ្ញុំស្គាល់ម្ចាស់ចកាម៉ាអ្នកគឺខ្ញុំលក់តែប៉ុណ្ណាខ្ញុំអត់មានបារម្ភខ្វល់ខ្លាចថាខ្វះទូរេនឲ្យម៉ួយអីអត់ទេបងខ្ញុំលក់បោះដុំហើយក៏លក់រាយដែរហើយបងដែលទិញខ្ញុំទៅញ៉ាំខ្ញុំនៅតែនិយាយអះអាងថាទូរេនខ្ចីឬក៏សាបខ្ញុំដូរជូនចំពោះសាច់ទូរេននៅក្នុងរូបមិនគឺនៅខាងក្រៅអញ្ចឹងហើយទូរេនណាបើសិនជាបងចង់ញ៉ាំពេលដែលដាច់ទឹកភ្លៀងមេឃបើកថ្ងៃល្អគឺទូរេន